ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាមកដល់ថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីគម្ពីរក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាហៅបានថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរឬក៏យើងហៅបានថាហោរាសាស្ត្រហ្នឹងគឺមើលបានច្រើនប្រភេទមើលបានគ្រប់ទម្រង់ដូចជាមើលអំពីខែឆ្នាំគូស្រករប្តីនិងប្រពន្ធឬក៏មើលអំពីជោគជតារាសីឬក៏មើលអំពីខ្សែបាតដៃឬក៏មើលអំពីលក្ខណៈប្រជ្រុយនិយាយទៅគឺមើលបានច្រើនបាត់បត់អញ្ចឹងបើបងប្អូនណាគាត់ចង់មើលអំពីជោគជតារាសីបងប្អូនអាចតាមដានស្ដាប់បានព្រោះខ្ញុំនឹងមើលអំពីជោគជតារាសីហ្នឹងឲ្យគ្រប់12ឆ្នាំចាប់ពីឆ្នាំជូតរហូតទៅដល់ឆ្នាំកុរអញ្ចឹងវីដេអូមួយហ្នឹងគឺចង់និយាយអំពីជោគជតារាសីរបស់ឆ្នាំលោកអ្នកទាំងអស់គ្នាឆ្នាំដែលខ្ញុំត្រូវលើកយកមកនិយាយថ្ងៃហ្នឹងគឺឆ្នាំខាអញ្ចឹងបងប្អូនដែលគាត់កើតឆ្នាំខាបងប្អូនត្រៀមស្ដាប់ព្រោះថានៅវីដេអូមុនខ្ញុំនឹងមើលអំពីឆ្នាំឆ្លូវឥឡូវយើងបន្តមកដល់ឆ្នាំខាហើយអញ្ចឹងបើលោកអ្នកដែលគាត់កើតឆ្នាំខាបងប្អូនត្រៀមស្ដាប់អំពីជោគជតារាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026ខាងមុខនឹងការពិតខ្ញុំត្រូវមើលអំពីលក្ខណៈប្រជ្រុយទេតែមើលទៅលក្ខណៈប្រជ្រុយមិនសូវមានបងប្អូនណាគាត់ចាប់អារម្មណ៍ច្រើនដល់អញ្ចឹងខ្ញុំមកវ៉ែមកមើលអំពីជោគជតារាសីវិញឃើញថាជោគជតារាសីគឺមានបងប្អូនគាត់គាំទ្រច្រើននិងគាត់តាមដានអំពីរាសីរបស់គាត់អញ្ចឹងខ្ញុំក៏បានមកមើលអំពីជោគជតារាសីឆ្នាំទាំង12វិញអញ្ចឹងមកបងប្អូនត្រូវការមើលអំពីខែឆ្នាំគូស្រករឬក៏មើលអំពីជោគជតារាសីឬក៏មើលអំពីថ្ងៃកើតខែកើតរបស់បងប្អូនលោកអ្នកអីបងប្អូនអាចចូលនៅក្នុង channel របស់ខ្ញុំព្រោះខ្ញុំមើលគ្រប់បែបបទទាំងខែឆ្នាំទាំងថ្ងៃកើតខែកើតទាំងជោគជតារាសីថ្ងៃនឹងវារៀងខាស់កបងប្អូនដូចថាមេសតុំអញ្ចឹងវារៀងមិនសូវស្រួលផ្ដាសាយនៅក្នុងបំពង់កអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងមកតាមដានអំពីការមើលអំពីជោគជតារាសីរបស់លោកអ្នកទាំងអស់គ្នាដែលកើតក្នុងឆ្នាំខាហ្នឹងអញ្ចឹងឆ្នាំខាឥឡូវខ្ញុំចាប់តាមមើលណាបងណាគឺឆ្នាំខាលោកអ្នកដែលគាត់កើតឆ្នាំខាបើគិតទៅគឺនាមសត្វខ្លាគឺមានខ្លាច្រើនប្រភេទខ្លាដំបងខ្លាត្រខិនខ្លាត្រីឬក៏ខ្លាអ្វីផ្សេងដែលខ្ញុំមិនសូវស្គាល់ច្បាស់ទេបងប្អូនតែថាឆ្នាំខាគឺនាមសត្វខ្លាហើយខ្លាវាមានច្រើនប្រភេទឆ្នាំខាហ្នឹងគឺបើធៀបវិញគឺធាតុឈើហើយពងវិញគឺពងយក្សស្រីគេហៅថាយក្ខិនីហ្នឹងឆ្នាំខាអញ្ចឹងបងប្អូនតាមដានអំពីជោគជតារាសីវិញលោកអ្នកដែលគាត់កើតឆ្នាំខាទំនាយបានទីថានៅក្នុងឆ្នាំ2026នេះជោគជតារាសីរបស់លោកអ្នកឡើងដល់ចំណុចកំពូលហើយបើនឹងគិតកិច្ចការអ្វីច្រើនបានសម្រេចដោយប្រាថ្នាមានអ្នកធំរងចាំជួយទំនុកបំរុងអ្នកតែចូលប្រុងប្រយ័ត្នកុំលូកលាន់ចូលក្នុងរឿងអ្នកដទៃអញ្ចឹងគឺរាសីរបស់លោកអ្នកដែលគាត់កើតឆ្នាំខានៅក្នុងឆ្នាំ2026ខាងមុខហ្នឹង
គឺឡើងខ្ពស់ដល់ចំណុចកំពូលហើយហ្នឹងបើតាមគម្ពីរខ្ញុំបកស្រាយគឺឡើងដល់ចំណុចកំពូលហើយបើនឹងធ្វើកិច្ចការអ្វីចរន្តបានសម្រេចដូចប្រាថ្នាអ្នកធំរងចាំជួយទំនុកបំរុងអ្នកនិយាយទៅគេប្រាប់ម្ដងទៀតថាអញ្ចេះតែចូលប្រុងប្រយ័ត្នកុំលូកលាន់ចូលក្នុងរឿងអ្នកដទៃអញ្ចឹងមកយើងរិស័យខ្ពស់ហើយយើងកុំទៅចេះដឹងឬក៏លូកលាន់រឿងអ្នកដទៃវាធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងអញ្ចឹងមករឿងខ្លះចេះដូចតែរឿងតំណោះអ្នកដទៃផ្សេងអញ្ចឹងយើងចេះដឹងទៅនិយាយរឿងគេគឺអាចនឹងមានបញ្ហាដល់ខ្លួនអញ្ចឹងយើងនៅកត់កាត់ឆ្នាំខាយើងគួរតែប្រុងប្រយ័ត្នរឿងនឹងមួយឲ្យបានច្បាស់លាស់កុំចេះតែឃើញគេមានបញ្ហាយកទៅនិយាយជួយសម្របសម្រួលគេវាអាចនាំទុក្ខដល់ខ្លួនយើងអញ្ចឹងបងប្អូនលោកអ្នកដែលកត់កាត់ឆ្នាំខាគឺនៅក្នុងឆ្នាំ2026ហ្នឹងគឺរាសីរបស់លោកហ្នឹងគឺឡើងដល់ចំណុចកំពូលហើយអញ្ចឹងពិតជាល្អមែនទែនខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាផងហើយកត់កាត់ឆ្នាំខាគឺរាសីរបស់លោកហ្នឹងពិតជាឡើងខ្ពស់អញ្ចឹងគេប្រាប់ថាបើយើងឡើងខ្ពស់ហើយយើងគួរប្រុងប្រយ័ត្នរឿងអ្នកដទៃកុំប៉ះពាល់លូកលាន់អ្វីឲ្យសោះកុំឲ្យនាំទុក្ខដល់ខ្លួនណាខ្ញុំនិយាយជួនកាលខ្ញុំនិយាយដដែលៗបងប្អូនខ្លះក៏ធុញដែរតែខ្ញុំចង់បញ្យល់ឲ្យបងប្អូនហ្នឹងបានយល់អំពីរាសីហ្នឹងខ្លាចយើងហ្នឹងឃើញតែរាសីយើងឡើងហើយយើងចេះតែប៉ាណាប៉ាត់ណីទៅនិយាយចេះនិយាយចូលដល់គេគឺអាចនឹងមានបញ្ហាដល់ខ្លួនអញ្ចឹងការមើលអំពីជោគជតារាសីរបស់លោកអ្នកដែលគាត់កើតឆ្នាំខាគឺមានតែប៉ុណ្្នឹងបងប្អូនណាអញ្ចឹងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អនិងអាសាធ្វើបុណ្យធ្វើទានរក្សាសិលវាអាចនឹងជួយលោកអ្នកឲ្យបានកុសលផលបុណ្យទៅជាតិខាងមុខទៀតព្រោះថាការធ្វើបុណ្យធ្វើទានហ្នឹងគឺជួយលោកអ្នកឲ្យគេចផុតពីទុក្ខលំបាកផ្សេងមិនមែនថាយើងធ្វើបុណ្យហើយមិនបានផលទេបងប្អូនគឺបុណ្យនីមួយៗសុទ្ធតែបានផលមិនមែនអត់ប្រយោជន៍ទេអញ្ចឹងមើលទៅខ្ញុំក៏និយាយរឿងវែងដែរកុំឲ្យបងប្អូនធុញទ្រាន់គឺសាំច្រើនពេកអញ្ចឹងខ្ញុំក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អគ្រប់គ្នា